សួរពុកម៉ែបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងក្នុងបណ្ដាញសង្គមទាំងអស់ហ្នឹងយើងឃើញថាមានរូបភាព AI ចែករំលែកជាច្រើនដែលយើងអាចបែងចែកពីរូបភាព AI ពិតឬក៏រូបភាព AI ក្លែងក្លាយឬក៏រូបភាពមនុស្សពិតបានអញ្ចឹងខ្ញុំនាំអ្នកនរគ្នាមកការសង្កេតមើលទៅលើរូបភាព AI ពិតឬក៏មិនពិតទាំងអស់គ្នាទាក់ទងទៅនឹង AI បែងចែក AI ជាមួយនឹងមនុស្សពិតទាក់ទងទី1ដែលយើងផ្ដោតទៅលើសំខាន់បំផុតនោះគឺភ្នែកនិងមុខមានភាពស្មើស្បែករលោងហើយទាក់ទងទៅនឹងទី2ដៃនិងម្រាមដៃ AI អាចបន្ថែមខ្វះម្រាមដៃអីចឹងទៅទី3ទាក់ទងទៅនឹងអក្សរហើយនឹង background AI អាចអក្សរជាចំណែកឬក៏ background មិនត្រឹមត្រូវអញ្ចឹងទៅហើយចំណែកទី4វិញពន្លឺស្រមោល AI នឹងមិនសមទិសអញ្ចឹងណាហើយទី5 tool យើងប្រើប្រាស់ tool ដើម្បីត្រួតពិនិត្យ AI ដូចជា tool reverse image ឬ AI detector អញ្ចឹងទៅជាជំនាញមើលលម្អិតលើផ្ទៃមុខមើលលម្អិតទៅលើភ្នែកមើលលម្អិតទៅលើអក្សរពេលខ្លះវាអាចនឹងមានជាអក្សរខុសសរសេរអក្សរខុសអាចនឹងបញ្ជាអក្សរឬក៏សរសេរអក្សរមិនត្រឹមត្រូវវាជាការ first check បំផុតសម្រាប់ខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងណា tool ដែលត្រូវត្រួតពិនិត្យមើលថា AI ឬក៏មិន AI ឬក៏ជាមនុស្សពិតអញ្ចឹងអ្នកទាំងអស់គ្នាអាចយក tool នេះទៅប្រើបាន tool ហ្នឹងមានពីរដែលសំខាន់អ្នកទាំងអស់គ្នាអាច scan មើលឬក៏អាច upload ជា image ចូលក្នុង tool ហ្នឹងបានដើម្បី scan មើលអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់វីដេអូចែករំលែក